ចង់យកវីដេអូចាស់របស់ខ្ញុំមកមើលវិញអញ្ចឹងនេះអត់មានទេមានតែប៉ុណ្្នេះទេហេអត់លេងសៀនណាបងប្អូនអ្នកគ្នាមើលទាំងអស់គ្នាបាទសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទឈ្មោះសុនបូរ៉ាបងប្អូនទាំងអស់គ្នាបងប្អូនតែងតែដឹងហើយរាល់វីដេអូដែលខ្ញុំលើកមកចែកម្លែកចែកជូនបងប្អូនទាំងអស់គ្នាគឺ free ទេហើយថ្ងៃនេះខ្ញុំមានវីដេអូមួយចង់លើកមកចែកម្លែកចែកជូនអ្នកទាំងអស់គ្នាតែតើតើនឹងការយកវីដេអូចាស់ៗដែលយើងបានលុបចេញនៅក្នុង Facebook អ្នកទាំងអស់គ្នាហើយអញ្ចឹងបងប្អូនចង់បានវីដេអូចាស់ៗរបស់យើងយកមកមើលឡើងវិញយើងចង់រំលឹកអនុស្សាវរីយ៍ចាស់ៗរបស់យើងដែលគឺក៏ delete ចោលនៅក្នុង Facebook ហើយចង់យកវាមកមើលវិញអញ្ចឹងកុំភ្លេចតាមដានជាមួយខ្ញុំទាំងអស់គ្នាពីដើមរហូតដល់ចប់ហើយបើសិនជាវីដេអូរបស់ខ្ញុំមានប្រយោជន៍ចែកជូនបងប្អូនទាំងអស់គ្នាកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំដើម្បីជាប្រយោជន៍ដល់ខ្ញុំដែរអរគុណច្រើនតោះកុំឲ្យខាតពេលយូរ Let's go មើលជាមួយគ្នាទាំងអស់គ្នាជាដំបូងបងប្អូនទាំងអស់គ្នាចូលមកក្នុងកុំព្យូទ័ររបស់យើងបងប្អូនបើក browser មួយមក Chrome បងប្អូនរើសមួយមក profile ទេ Facebook របស់ខ្ញុំមានស្រាប់ខ្ញុំសូមចូល Facebook ម្ដងអូខេអញ្ចឹងបងប្អូនចូលក្នុង account របស់បងប្អូនណាមួយក៏បានដែរនេះខ្ញុំចូលក្នុង page របស់ខ្ញុំអញ្ចឹងជាដំបូងបងប្អូនចូលមកដល់ Facebook របស់យើងដូចជា account ឬក៏ page អញ្ចឹងបងប្អូនជាដំបូងបងប្អូនអ្វីដែលបងប្អូនទៅធ្វើបងប្អូនចូលនៅ page profile យើងនេះមកបងប្អូនចុចទីនេះក៏បានចុចទីនេះក៏បានអូខេចុចមួយមករួចហើយបងប្អូនត្រូវធ្វើទៀតគឺចុចកន្លែង tray 3ខាងនេះអូខេចុច tray 3នេះមកអ្វីដែលបងប្អូនធ្វើបន្តបងប្អូនយកពាក្យថា activity log អូខេចុចនេះមកអូសូមភ្លេចបងប្អូនអ្នកគ្នាខ្ញុំចង់ឲ្យបងប្អូនអ្នកគ្នាមើលនៅកន្លែង reel របស់ខ្ញុំសិនជាវីដេអូដែលខ្ញុំបានលុបអូខេនេះ reel របស់ខ្ញុំអញ្ចឹងវីដេអូរបស់ខ្ញុំនេះជាវីដេអូរបស់ខ្ញុំហើយខ្ញុំចង់យកវីដេអូចាស់របស់ខ្ញុំមកមើលវិញអញ្ចឹងនេះអត់មានទេមានតែប៉ុណ្្នេះទេហេអត់លេងសៀនណាបងប្អូនអ្នកគ្នាមើលទាំងអស់គ្នានេះជាវីដេអូដែលខ្ញុំបានធ្វើឥឡូវខ្ញុំចូលទៅយកវីដេអូចាស់របស់ខ្ញុំទេតោះទៅ tray 3នេះមកសូមថាថៃក្រោយណាទេយើងទៅផ្សាយទីបងប្អូនអ្នកគ្នាតោះរួចហើយបងប្អូនអ្វីដែលបងប្អូនត្រូវធ្វើបន្តបងប្អូនចុចពាក្យកន្លែងនេះធុងសម្រាប់នេះគេហៅថា trust ទេចុចមកតាមផ្លែតនេះជាវីដេអូចាស់ៗដែលយើងបានលុបចោលយើងអត់បាន delete វាមកតង់ទៀតអញ្ចឹងវានៅក្នុងធុងសម្រាប់អញ្ចឹងបងប្អូននេះអញ្ចឹងខ្ញុំចង់យកវីដេអូរបស់ខ្ញុំយកមក back ឡើងវិញដើម្បីចង់មើលអញ្ចឹងបងប្អូនចង់រើសយកវីដេអូមួយណាដែលបងប្អូនពេញចិត្តអូខេខ្ញុំសូមយកវីដេអូនេះមួយដើម្បីធ្វើការបង្ហាញបងប្អូនអ្នកគ្នាអញ្ចឹងខ្ញុំសូមចុច click វាមួយមកក៏បងប្អូនចង់បានច្រើនបងប្អូនចុច all អូខេតែយើងយកតែមួយសម្រាប់ចែកជូនជាវីដេអូបងប្អូនអ្នកគ្នាបានមើលអូខេខ្ញុំចុចនេះមួយចុះរួចហើយបងប្អូនយកពាក្យថា restore បើបងប្អូនអត់យកពាក្យ restore ទេវាអត់អាច back up ទៅខាង profile យើងវិញបានអញ្ចឹងណាអ្នកនរគ្នាអញ្ចឹងបងប្អូនចុច restore នេះមកអូខេមើលចំណងជើងនោះប្រុសត្រូវចេះជួយការងារប្រពន្ធអូខេជាវីដេអូដែលខ្ញុំចង់ទាញវាយកមកមើលវិញអូខេរួចហើយបងប្អូនចុច restore នេះមកហើយបងប្អូនចុច restore នេះម្ដងទៀតកុំភ្លេចចុច restore រហូតចាំមកផ្លែវាកំពុង process អូខេវាដាក់ថា restoring item to profile អញ្ចឹងមានន័យថាវីដេអូដែលខ្ញុំបានយកបាញ់មិញហ្នឹងវារត់ចូលទៅក្នុង profile របស់យើងហើយអញ្ចឹងចង់ដឹងថាវាចូលមិនចូលតោះ let's go ទៅមើលជាមួយនឹងខ្ញុំទាំងអស់គ្នាបើក profile យើងវិញមកអូខេដដែលបងប្អូនអ្នកគ្នាចូលកន្លែងនេះដដែលណាលេខពេលហើយកន្លែង post ហ្នឹងវាអត់ចេញវីដេអូឲ្យយើងទេវីដេអូហ្នឹងវាអត់ចេញណាបងប្អូនអ្នកគ្នាអញ្ចឹងបងប្អូនចង់ទៅមើលគឺចុចកន្លែងពាក្យថា reel ទេ refresh វាមក plate មកអូខេនេះបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនចង់ដឹងចុចវាមកមនុស្សស្រីដែលពឹងប្តីឲ្យជួយការងារផ្ទះនេះចំណងជើងមនុស្សប្រុសត្រូវចេះជួយការងារប្រពន្ធអូខេបងប្អូនអ្នកគ្នាអញ្ចឹងមិនមែនគាត់ទុំជ្រាយធ្វើអត់បានទេគាត់ធ្វើបានហើយក៏មិនអូខេអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនអាចធ្វើតាមបានមួយងាយស្រួលអូខេបើសិនជាចូលចិត្តម្ដងទៀតកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំអ្នកមួយផងដើម្បីជាការលើកទឹកចិត្តដល់ខ្ញុំហើយខ្ញុំនឹងធ្វើវីដេអូក្រោយៗទៀតដែលជាវីដេអូដល់ផលប្រយោជន៍ចែកជូនអ្នកទាំងអស់គ្នា free កុំភ្លេចជួយ support ខ្ញុំផងអរគុណច្រើនពីខ្ញុំបូរ៉ាជម្រាបលា